នៅប្រទេសថៃអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីនស៊ីណាវ៉ាត់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញនាថ្ងៃទី11ខែឧសភាឆ្នាំ2026បន្ទាប់ពីលោកបានជាប់ក្នុងពន្ធនាគារអស់រយៈពេល243ថ្ងៃចំណែកនៅប្រទេសភូមាលោកស្រីអុងសានស៊ូជីត្រូវបានផ្ទេរពីពន្ធនាគារទៅឃុំនៅក្នុងផ្ទះវិញអ្នកនយោបាយប្រឆាំងនិងអ្នកវិភាគខ្លះយល់ថារដ្ឋាភិបាលកម្ពុជាគួរដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងដើម្បីជំរុញឲ្យមានការផ្សះផ្សានិងពង្រឹងឯកភាពជាតិតែអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកជាធិរិទ្ធបានចាត់ទុកការលើកឡើងបែបនេះថាជាការប្រៀបធៀបខុសរបៀបតើមេរៀនផ្សះផ្សាវិបត្តិនយោបាយផ្ទៃក្នុងអ្វីខ្លះដែលកម្ពុជាអាចរៀនពីប្រទេសជិតខាងលោកយ៉ែមពុញរិទ្ធប្រធានគណៈបកប្រជាធិបតេយ្យជឿនលឿនលើកឡើងថាកម្ពុជានៅពុំទាន់មានការឈានទៅដល់ការដោះលែងអ្នកទោសនយោបាយដោយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានឡើយកម្ពុជាជាសមាជិកនៃអាស៊ានហើយយើងសង្កេតឃើញថាក្នុងចំណោមប្រទេសជាច្រើននៅក្នុងអាស៊ានគេមាននីតិរដ្ឋភាពស្អាតស្អំគ្មានអំពើពុករលួយជាពិសេសរឿងប្រព័ន្ធយុត្តិធម៌ចំណុចត្រង់នេះជាចំណុចវិជ្ជមានដែលយើងសង្កេតឃើញហើយថ្មីនេះយើងក៏ឃើញមានការបន្ធូរបន្ថយទោសឬក៏ដោះលែងអ្នកទោសនៅក្នុងចំណោមប្រទេសជាសមាជិកនៃអាស៊ានក៏ប៉ុន្តែដោយឡែកនៅកម្ពុជាយើងហាក់ដូចជាពុំទាន់ឃើញនៅមានការឈានដល់កម្រិតមួយការពិភាក្សាពិគ្រោះយោបល់ឬក៏គិតពីបញ្ហាឯកភាពជាតិសាមគ្គីជាតិឲ្យបានពេញលេញដើម្បីដោះស្រាយបញ្ហាអ្នកទោសនយោបាយអ្នកទោសមនសិការក៏ដូចជាសកម្មជនសង្គមជាដើមលោកវ៉ាន់ចាន់លូតអ្នកជំនាញច្បាប់និងជាអ្នកវិភាគឯករាជ្យយល់ថារដ្ឋាភិបាលមួយដែលកើតចេញពីការគំរាមកំហែងនៅក្នុងប្រទេសគឺពុំសូវមានសម្លេងគាំទ្រនៅលើឆាកអន្តរជាតិឡើយការផ្ដាច់ផ្ដាល់ជីវិតនយោបាយក៏ដូចជាការបដិសេធឥទ្ធិពលនយោបាយរបស់គណៈបកប្រឆាំងនឹងមិនអាចធ្វើឲ្យរដ្ឋាភិបាលមួយដែលកើតចេញពីកម្លាំងបាយទទួលបាននៅការគ្រប់គ្រងក៏ដូចជាភាពរីកចម្រើននៃការដឹកនាំប្រទេសបាននោះទេប្រកបណាស់គឺពួកគេនឹងប្រឈមមុខទៅនឹងបញ្ហាជាច្រើនរួមមានអធិមានរូបភាពនៅលើឆាកអន្តរជាតិដែលមានន័យថាសម្លេងរបស់ពួកគេនឹងមិនសូវជាមានឥទ្ធិពលទី2វានឹងប៉ះពាល់ទៅដល់ភាពប្រជាផ្ទៃក្នុងដែលមានន័យថាសម្លេងជារួមនៃប្រជាជាតិមួយនឹងមិនអាចកើតឡើងបាននោះទេដូច្នេះហើយដែលកម្ពុជាគួររៀនសូត្រពីប្រទេសជិតខាងជាពិសេសប្រទេសថៃដែលជាប្រទេសកំពុងតែឈ្លានពានមកលើកម្ពុជាហើយបានពង្រឹងនៅឯកភាពនយោបាយរបស់គេដូចយើងឃើញហើយក្នុងរយៈកាលជាង10ឆ្នាំមកនេះប្រទេសថៃក្រៅតែអំពីការពង្រឹងនិងការធ្វើទំនើបកម្មយោធារបស់ខ្លួនពួកគេមិនភ្លេចទេនៅក្នុងការពង្រឹងឯកភាពជាតិការពង្រឹងសម្លេងនយោបាយតែមួយដែលជាចំណុចខ្លាំងបំផុតដើម្បីជាការឆ្លើយតបក៏ដូចជាការសងសឹកដែលប្រទេសថៃធ្លាប់បរាជ័យក្នុងចន្លោះពីឆ្នាំ2008មកដល់ឆ្នាំ2011ដោយយើងដឹងហើយថាជាទស្សនវិជ្ជាប្រវត្តិសាស្ត្រថៃបានបរាជ័យនៅក្នុងការឈរលើទីតាំងនៃប្រាសាទព្រះវិហារនិងតំបន់មួយចំនួនទៀតដោយកាលនោះកម្ពុជាបានបណ្ដេញកងទ័ពថៃចេញពីទឹកដីទាំងអស់នេះតែលោកបណ្ឌិតយ៉ងពៅអ្នកជំនាញវិជាសាស្ត្រនយោបាយលើកឡើងថាការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃនិងការបន្ថយទោសអ្នកទោសនយោបាយនៅភូមាគឺស្របតាមការអនុវត្តច្បាប់របស់ប្រទេសនោះពលគឺពុំមែនកើតចេញពីមនោសញ្ចេតនានោះទេដែលយើងឃើញថាប្រទេសថៃក្តីប្រទេសភូមាក្តីអំពីការដោះលែងអ្នកទោសហើយដែលជាអ្នកទោសនយោបាយអីនេះគឺវាស្របទៅតាមច្បាប់នៃប្រទេសរៀងខ្លួនគឺពលបើយើងឃើញបច្ចុប្បន្ននេះនៅថ្ងៃទី11ឧសភា2026នេះគឺការដោះលែងលោកថាក់ស៊ីនស៊ីណាវ៉ាត្រាដែលជាអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលហើយត្រូវបានដោះលែងក្រោយពីអនុវត្តទោសត្រឹមត្រូវរបស់ប្រទេសនោះអញ្ចឹងយើងឃើញថាការដោះលែងនេះវាមិនមែនដោះលែងដោយហេតុផលនយោបាយមិនមែនការដោះលែងដោយហេតុផលនៃមនោចេតនាអាណិតអាសូរឬដោយលក្ខខណ្ឌណាមួយនោះទេពលគឺការដោះលែងទៅតាមលក្ខខណ្ឌច្បាប់ដែលលោកថាក់ស៊ីននិងប្រទេសថៃនេះបានអនុវត្តរួចរាល់ហើយទៅតាមលក្ខខណ្ឌច្បាប់នៃការជាប់ទោសទណ្ឌរបស់
លោកថាក់ស៊ីនស៊ីរវត្រានេះគួរកត់សម្គាល់ថាកិច្ចចាប់តាំងពីតុលាការកំពូលសម្រាប់រំលាយគណៈបកសង្គ្រោះជាតិនៅឆ្នាំ2017មកវិបត្តិនយោបាយនៅកម្ពុជាកាន់តែមានភាពតានតឹងដែលនាំឲ្យថ្នាក់ដឹកនាំកំពូលនៃបកនេះបានជាប់បទឧក្រិដ្ឋជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោតជាតិឆ្នាំ2018គណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចបានឈ្នះឆ្នោតភ្លុកទឹកភ្លុកដីបណ្ដាប្រទេសប្លុកសេរីបានរិះគន់ការបោះឆ្នោតនៅកម្ពុជានិងបានស្នើឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញតើវប្បធម៌សន្តិនិកដើម្បីផ្សះផ្សានិងរូបរងជាតិរវាងបកនយោបាយដែលមាននិន្នាការផ្ទុយគ្នានៅកម្ពុជានៅតែមានសារៈសំខាន់ដែរឬទេលោកយ៉ែមពញ្ញរិទ្ធមានយោបល់ថាដូច្នេះក្នុងប្រទេសជឿនលឿនដែលគេធ្វើតាមប្រជាធិបតេយ្យពិតប្រាកដដែលកម្ពុជាបានទទួលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលា91ហើយមានការអនុវត្តជាហូរហែក៏ប៉ុន្តែយើងនៅតែសង្កេតឃើញថាការគោរពតាមគោលការណ៍នីតិរដ្ឋពុំបានពេញលេញដោយនៅការប្រកាន់រើសអើងនានាការនយោបាយចំណុចទាំងអស់នោះដែលធ្វើឲ្យសង្គមជាតិបែកបាក់ហើយជាចំណុចដ៏សំខាន់ដែលយើងយល់ឃើញថាវប្បធម៌សន្តិនិកគឺជារឿងមួយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាសង្គមជាតិបញ្ហានយោបាយក៏ដូចជាបញ្ហាសេដ្ឋកិច្ចនិងសង្គមវប្បធម៌សន្តិនិកគឺតែងតែមាននៅគ្រប់ប្រទេសទាំងអស់គេមិនរើសអើងនៅនានាការនយោបាយទស្សនៈគំនិតយោបល់គេតែងតែយកទៅផ្ដាល់យកទៅជជែកដើម្បីឲ្យថ្នាក់ដឹកនាំប្រទេសយកទៅគិតពិចារណាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អនិងសំខាន់សម្រាប់សង្គមជាតិទាំងមូលចំពោះលោកវ៉ាន់ចាន់លូតកម្ពុជាត្រូវបង្កើតវប្បធម៌នយោបាយចម្រុះនិងត្រូវទាត់ចោលនយោបាយដែលមានតែខ្លួនឯងដូច្នេះអ្វីដែលកម្ពុជាគួរតែពិចារណាមុនគេឲ្យជាអត្ថប្រយោជន៍បំផុតនោះគឺការបង្កើតឲ្យមាននៅវប្បធម៌នយោបាយចម្រុះដោយទាត់ចោលនៅនយោបាយមានតែខ្លួនឯងឬនយោបាយអត្ថតថបុគ្គលដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយនឹងផលប្រយោជន៍នៃសមាជិការបស់ខ្លួនហើយប្រកបណាស់បើកម្ពុជាពុំអាចផ្លាស់ប្ដូរអេរយាប័តនយោបាយនេះទេទោះបីជាកម្ពុជាខិតខំពង្រឹងផ្នែកយោធាឬក៏ពង្រឹងវិស័យអ្វីផ្សេងក៏កម្ពុជាទំនងពិបាកនៅក្នុងការវាយបកដើម្បីកាន់កាប់នៅទឹកដីរបស់ខ្លួនវិញណាពីព្រោះនៅក្នុងសង្គ្រាមនៃប្រទេសពីរมันអាស្រ័យលើសព្វាវុធទាំងស្រុងទេអាស្រ័យខ្លាំងបំផុតគឺទៅលើសម្លេងសាមគ្គីនៃប្រជាជាតិមួយហើយជាពិសេសនោះគឺគេមើលទៅលើការឯកភាពផ្នែកនយោបាយដែលមានន័យថាគណៈបកប្រឆាំងនឹងមិនទទួលការធ្វើទុកបុកម្នេញដោយសកម្មភាពនយោបាយរបស់ពួកគេសម្រាប់លោកបណ្ឌិតយ៉ងពៅកម្ពុជាត្រូវតែធានាការអនុវត្តច្បាប់ត្រឹមត្រូវនិងមិនអាស្រ័យលើមនោសញ្ចេតនាឬបកពួកនយោបាយណាមួយឡើយខ្ញុំយល់ឃើញថាមានការវិភាគប្រៀបធៀបនឹងកម្ពុជាយ៉ាងនេះយ៉ាងនោះអំពីអ្នកទោសនយោបាយអំពីវប្បធម៌សន្តិនិកអំពីបញ្ហាឯកភាពជាតិឬការផ្សះផ្សាអីហ្នឹងអញ្ចឹងយើងត្រូវតែពិនិត្យមើលទៅលើទស្សនវិជ្ជាច្បាប់និងការអនុវត្តទោសទណ្ឌនេះឯងបាទកម្ពុជាក៏អនុវត្តច្បាប់របស់ខ្លួនអញ្ចឹងដែរមិនអាស្រ័យទៅលើបញ្ហាមនោសញ្ចេតនាឬបញ្ហាផ្សេងហើយទៅប្រឆាចនឹងការអនុវត្តច្បាប់ដែលធានានៅស្ថិរភាពនិងឯកភាពជាតិពិតប្រាកដហ្នឹងគឺការធានានៅការអនុវត្តច្បាប់ស្មើមុខស្មើមាត់ការអនុវត្តច្បាប់ដោយមិនរើសអើងនយោបាយដោយមិនរើសអើងឋានៈបុណ្យស័ក្តិអញ្ចឹងការអនុវត្តច្បាប់ដែលធានានៅសមធម៌សមភាពមុខច្បាប់ទាំងអស់គ្នាអាហ្នឹងទើបធានាបានសន្តិភាពធានាបានស្ថិរភាពនយោបាយនិងធានាបាននៅឯកភាពសាមគ្គីភាពរឹងមាំប្រសិនបើការអនុវត្តច្បាប់មិនផ្អែកទៅលើច្បាប់នោះជាបញ្ហាសង្គមតែលោកជាធិរិទ្ធអ្នកនាំពាក្យគណៈបកកាន់អំណាចលើកឡើងយ៉ាងខ្លីថាខ្ញុំគ្រាន់តែឆ្លើយដោយខ្លីថាវាមិនមែនជារឿងថ្មីទេដែលក្រុមមួយចំនួនហ្នឹងដើរទាញព្រឹត្តិការណ៍ប្រទេសនេះប្រទេសនោះកើតឡើងចេះកើតឡើងចុះកម្ពុជាគូរៀនចេះព្រឹត្តិការណ៍ផ្សេងដួលរំលំនៅប្រទេសនោះប្រទេសនេះជាដើមហ្នឹងក៏ពួកគេទាញឲ្យកម្ពុជារបស់យើងឲ្យប្រជាជនធ្វើតាមប្រទេសនេះប្រទេសនោះដូចកន្លងមកដែរអញ្ចឹងវាអត់មានរឿងថ្មីទេសម្រាប់សារនយោបាយរបស់ពួកគេនោះក្រៅតែពីការទាញយកនៅព្រឹត្តិការណ៍ឬក៏និយាយតែអាក្រក់បន្តិចថាស៊ីពេព្រឹត្តិការណ៍នៃប្រទេសដទៃហើយទាញចូលប្រទេសខ្លួនអញ្ចឹងអត់មានជាចក្ខុវិស័យឬទស្សនវិស័យនយោបាយដែលថ្មីសម្រាប់ខ្លួនឯងទេបាទ
ខណៈដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងបញ្ហាជាច្រើនរាប់តាំងពីចំនួនព្រំដែនជាមួយប្រទេសថៃនិងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញជាដើមតើការឯកភាពជាតិមានសារៈសំខាន់យ៉ាងណាចំពោះការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងទាំងនេះលោកយ៉ែមពុញរិទ្ធលើកឡើងថាបញ្ហាទាំងនេះបានប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ពលរដ្ឋនៅក្នុងសង្គមជាតិបញ្ហាបច្ចុប្បន្នកម្ពុជាជួបប្រទះច្រើនណាស់ដូចជាបញ្ហារឿងព្រំដែនជាមួយនឹងបញ្ហាថៃឈ្លានពានហើយនឹងបញ្ហា online scam រឿងជាច្រើនដែលយើងសង្កេតឃើញថាដោយសារមានការប្រព្រឹត្តអំពើពុករលួយគ្មាននីតិរដ្ឋដែលបង្កើតឲ្យមានបញ្ហាជាច្រើនដល់សង្គមជាតិយើងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋផងធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើននៃជាតិយើងទាំងមូលផងចំណុចទាំងអស់នេះគួរកែលម្អហើយយើងយល់ឃើញថាសាមគ្គីជាតិឯកភាពជាតិគឺជារឿងមួយដ៏សំខាន់ដោយចាប់ផ្ដើមពីការជជែកយោគយល់ហើយនឹងរកគន្លឹះដើម្បីដោះស្រាយបញ្ហាសំខាន់ជៀសវាងនឹងការប្រកាន់រើសអើងនិន្នាការនយោបាយនៅក្នុងចំណោមប្រទេសជឿនលឿនដែលគេគោរពដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យយើងកុំបាច់មើលឆ្ងាយយើងមើលតែត្រឹមប្រទេសនៅក្នុងអាស៊ានការរៀបចំប្រព័ន្ធគ្រប់គ្រងសាធារណៈជាកិច្ចការដ៏សំខាន់មួយដែលគេនាំគ្នាធ្វើកំណែតម្រង់ដើម្បីកាត់បន្ថយក្បាលម៉ាស៊ីនដឹកនាំកាត់បន្ថយបន្ទុករបស់រាជចំណាយរបស់រដ្ឋចំណុចទាំងអស់នោះគឺជារឿងដ៏សំខាន់ក៏ប៉ុន្តែលើសពីនេះទៅទៀតយើងសង្កេតឃើញ3យ៉ាងទី1គឺគេហាក់ដូចជាមាននីតិរដ្ឋពេញលេញពិតប្រាកដប្រព័ន្ធយុត្តិធម៌មិនលំអៀងមិនរើសអើងមិនប្រកាន់និន្នាការនយោបាយហើយជាពិសេសលើសនោះទៅទៀតហៅថាការលុបបំបាត់កាត់បន្ថយអំពើពុករលួយបានច្រើនជាអតិបរមាដែលយើងឲ្យឈ្មោះថាភាពស្អាតស្អំនីតិរដ្ឋនាំមកនៅគ្រឹះដ៏សំខាន់ដើម្បីអភិវឌ្ឍជាតិលោកបនចាន់លូតចង់ឃើញគណៈបកកណ្ដាលអំណាចឲ្យតម្លៃលើភាពចម្រុះនៃនយោបាយដើម្បីជាការឯកភាពជាតិរួមគ្នាការនេះមិនតាន់ហួសពេលពេកទេក្នុងករណីដែលគណៈបកកណ្ដាលអំណាចផ្លាស់ប្ដូរផ្នត់គំនិតដោយឲ្យតម្លៃលើភាពចម្រុះផ្នែកនយោបាយដោយឲ្យតម្លៃទៅលើគុណតម្លៃនៃរដ្ឋធម្មនុញ្ញដែលដើរតាមមេគាប្រជាធិបតេយ្យនិងឲ្យតម្លៃទៅលើផលប្រយោជន៍របស់ជាតិនោះការធ្វើអធ្យាស្រ័យផ្នែកនយោបាយនឹងអាចកាត់ឡើងអធ្យាស្រ័យផ្នែកនយោបាយនេះហើយដែលនឹងជំរុញឲ្យកម្ពុជាត្រឡប់ទៅរកឯកភាពជាតិហើយនឹងភាពប្រឹងមាំជាពិសេសចំពោះមុខនៃការឈ្លានពានពីប្រទេសជិតខាងជាក់ស្ដែងគឺប្រទេសថៃតែម្ដង